បត្ថម្ភដោយ Fiesta ភោជនីយដ្ឋានក្រវាញសូមជម្រាបសួរទូរទស្សនិកជនជាទីគោរពនៅក្នុងសប្តាហ៍នេះពីកម្មវិធីអាណាចក្ររថយន្តនឹងធ្វើការបង្ហាញជូននៅរថយន្តស៊េរីទំនើបជាបន្តទៀតបាទពីកម្មវិធីរបស់យើងហើយដល់ឡែកនៅក្នុងសប្តាហ៍នេះខ្ញុំកំពុងតែចាប់អារម្មណ៍ជាមួយនឹងរថយន្តស៊េរីទំនើបជាច្រើនដែលខ្ញុំកំពុងតែទស្សនានៅទស្សនាបដីរថយន្តហើយនៅក្នុងសប្តាហ៍នេះយើងអត់ទាន់ដឹងថាកម្មវិធីអាណាចក្ររថយន្តរបស់យើងនឹងធ្វើការបង្ហាញជូននៅរថយន្តប្រភេទណាឡើយទេដើម្បីចង់ដឹងនឹងជ្រាបកាន់តែច្បាស់ពីកម្មវិធីរបស់យើងនឹងធ្វើការទំនាក់ទំនងទៅកាន់បាខាងការ៉ាស់លក់រថយន្តបាហេងអូតូខាចង់ដឹងថាតើនៅក្នុងសប្តាហ៍នេះគាត់នឹងនាំយកនៅរថយន្តអ្វីដើម្បីយកមកធ្វើការបង្ហាញជូននៅក្នុងកម្មវិធីអាណាចក្ររថយន្តរបស់យើងដូច្នេះដើម្បីកុំឲ្យខាតពេលខ្ញុំនឹងធ្វើការទំនាក់ទំនងទៅខាងបាការ៉ាស់លក់រថយន្តហេងដើម្បីសាកសួរព័ត៌មាននិងចង់ដឹងអំពីដំណឹងថាតើគាត់អញ្ជើញមកដល់ណាហើយហៅឡូអូចេញមកដល់បាទអរគុណច្រើនអូសួស្តីអូនសួស្តីបងបាទអរគុណច្រើនរីករាយបានជួបគ្នាថ្ងៃនេះអាចជំរាបឈ្មោះឲ្យទូរទស្សនិកជនលោកបានស្គាល់ផងហើយអញ្ជើញមកពីហាងលក់រថយន្តណាដែរខ្ញុំបញ្ញាមកពីហាងលក់រថយន្តហេងអូតូអូរីករាយបានស្គាល់ថ្ងៃនេះអរគុណបញ្ញាយើងមកជួបគ្នានៅក្នុងសប្តាហ៍នេះគឺពីកម្មវិធីអាណាចក្ររថយន្តហើយចង់ឲ្យបញ្ញាជំរាបជូនបន្តិចព្រោះខ្ញុំក៏លេចទៅមើលរថយន្តហ្នឹងគួរឲ្យចាប់អារម្មណ៍ហើយគួរឲ្យស្រឡាញ់មែនទែនអាចជំរាបជូនបានទេថ្ងៃនេះបញ្ញានឹងយកនៅរថយន្តប្រភេទណាដើម្បីបង្ហាញជូនទៅកាន់ទូរទស្សនិកជននៅក្នុងកម្មវិធីរបស់យើងគឺដែលបងបានឃើញហើយនេះគឺជារថយន្តម៉ាក Land Rover Range Rover Vogue ស៊េរីឆ្នាំ2015 Black Edition អូស្អាតមែនទែនអ្វីដែលខ្ញុំមើលឃើញគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់រថយន្តមួយគ្រឿងនេះគឺខ្មៅក្រឹបខ្មៅនេះខ្មៅយកតែមែនទែនហ្មងអរគុណច្រើនបញ្ញាអាចជំរាបជូនបានខ្លះតែតើវាមានលក្ខណៈពិសេសអីខ្លះដែលបញ្ញាសម្រាប់ចិត្តយករថយន្តមួយគ្រឿងនេះដើម្បីធ្វើការបង្ហាញជូននៅក្នុងកម្មវិធីរបស់យើងបាទពិតណាស់បងរថយន្តមួយគ្រឿងនេះវាពិតជាមានលក្ខណៈពិសេសហើយវាពិតជាមិនដូចរថយន្ត Range Rover ដែលយើងធ្លាប់ឃើញធម្មតាបើតាមទូទៅខ្ញុំឃើញវាដូចតែគ្នាអញ្ចឹងហេតុអីបានបញ្ញាហ៊ានអះអាងថាមួយគ្រឿងដែលបញ្ញាសម្រាប់ចិត្តយកមកបង្ហាញជូននៅក្នុងកម្មវិធីរបស់យើងជាលក្ខណៈពិសេសខ្លាំងអញ្ចឹងបាទវាគឺជា Black Edition គឺជាជំរើសមួយដែលពិសេសគឺជាកញ្ចប់មួយដែលពិសេស Black Edition មួយនេះតើតែធ្វើការកំងទើបយើងអាចទទួលបានរថយន្តមួយនេះអញ្ចឹងអានេះតើតែយើងកំងអីចឹងទៅបានស្អីគេមានការរចនាឡើងយ៉ាងសម្រិតសម្រាំងអញ្ចឹងខ្ញុំស្ដាប់បញ្ញាដូចអួតខ្លាំងរថយន្តមួយគ្រឿងនេះតល់តែកំងស្អីបានអញ្ចឹងមកខ្មៅក្រឹបអីចឹងទៅអីស្អីគេការស្អី Black Edition អីចឹងណាខ្ញុំគិតថាប្រហែលជាទូរទស្សនិកជនកំពុងតែឆ្ងល់ដូចខ្ញុំអញ្ចឹងខ្ញុំកាន់តែចង់ដឹងជាងទូរទស្សនិកជនទៀតអញ្ចឹងខ្ញុំជឿជាក់ថាប្រហែលជាអស្ចារ្យខ្លាំងហើយអញ្ចឹងចង់ដឹងថាស្អីរហូតដល់កំងបានអាលក្ខណៈពិសេសបែបហ្នឹងអញ្ចឹងយើងចូលទៅក្នុងរថយន្តទាំងអស់គ្នាណាបញ្ញាយើងទៅមើលទាំងអស់គ្នាថាតើវាអស្ចារ្យប៉ុណ្ណាទៅតាមអ្វីដែលបញ្ញាបានអួតតោះបាទម៉ាលីយ៉ាកូនមិនទាន់គេងទេអីចាប៉
ហើយកូនកំពុងតែរៀបសភៅសម្រាប់ថ្ងៃស្អែកមែនទេ ចាស់ពុកគឺសភៅមេរៀនវិទ្យាសាស្ត្រសម្រាប់ថ្ងៃស្អែកដែលអ្នកគ្រូផ្ដាំថាយើងត្រូវរួមគ្នាការពារសន្តិភាពអូសូនដើម្បីភពផែនដីយើងដូច្នេះយើងត្រូវកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់និងឧបករណ៍ដែលប្រើប្រាស់សារធាតុ Hydrochloropluralcarbon HCFC ដែលមានប្រើប្រាស់ច្រើននៅលើពិភពលោកហើយមានសារធាតុបំផ្លាញសន្តិភាពអូសូនជាច្រើនទៀតដែលប្រើនៅក្នុងបំពង់ស្ប្រេយបំពង់ពន្លត់អគ្គិភ័យទូទឹកកកម៉ាស៊ីនត្រជាក់ថ្នាំកសិកម្មនិងសារធាតុផលិតអេប៉ុងជាដើមពុកដឹងទេការលុបបំបាត់សារធាតុបំផ្លាញសន្តិភាពអូសូនក៏បានចូលរួមកាត់បន្ថយការកើនកម្ដៅនៅលើភពផែនដីយើងផងដែរ អូបាទកូនពុកយល់ហើយ ការពារស្រទាប់អូសូនការពារភពផែនដីយើង ក្រវ៉ាញ់ភោជនីយដ្ឋានម្ហូបខ្មែររសជាតិដើមពិតៗមាន2ទីតាំងទី1ស្ថិតនៅលើផ្លូវសុធារសទីតាំងទី2ស្ថិតនៅជិតផ្សារទួលទំពូងសូមទំនាក់ទំនងលេខទូរស័ព្ទ012 539 977 ក្រវ៉ាញ់ភោជនីយដ្ឋានម្ហូបខ្មែររសជាតិដើមពិតៗមាន2ទីតាំងទី1ស្ថិតនៅលើផ្លូវសុធារសទីតាំងទី2ស្ថិតនៅជិតផ្សារទួលទំពូងសូមទំនាក់ទំនងលេខទូរស័ព្ទ012 539 977